វីដេអូនេះយើងមកបន្តសាច់រឿងពីវគ្គមុនដែលនៅក្នុងយប់មួយនៃការប្រយុទ្ធគ្នារបស់លោកគ្រូគង់និងលោកគ្រូណៃក្រោយពេលបើកសមរភូមិប្រយុទ្ធគ្នាអស់ជាច្រើនម៉ោងកន្លងមកលោកតាគង់ក៏ត្រូវអាគមឡងត្រឡប់វិញធ្វើឲ្យខ្លួនប្រាណរបស់គាត់ឡើងសរសៃធំភ្នែករបស់គាត់ចាប់ផ្ដើមលៀនចេញមកក្រៅនិងមានសភាពក្រហមឆ្អិនឆ្អៅគួរឲ្យខ្លាចលុះព្រឹកឡើងនៅក្នុងភូមិមានសភាពស្ងប់ស្ងាត់ពុំឮសូរសំឡេងសត្វយំឬហោះហើរដោយសពដងនោះទេចំណែកម្ចាស់ផ្ទះដែលលោកតាណៃស្នាក់នៅក៏ពុំបានដឹងរឿងរ៉ាវដែលកើតឡើងនោះដែរដោយគាត់បានរៀបចំកម្មវិធីមានដូចជាមាន់ស្ងោរបាយសីបាយក្រហមនិងគ្រឿងបូជាជាច្រើនទៀតសម្រាប់ឲ្យលោកតាណៃរៀបចំកម្មវិធីបណ្ដោះគ្រោះលើករាសីឲ្យគាត់លោកតាណៃក៏បានរៀបចំកម្មវិធីទៅតាមការពឹងពាក់របស់ម្ចាស់ផ្ទះលោកតាណៃបានយកក្រណាត់យ័ន្តដែលមានពណ៌ក្រហមដែលសែបទៅដោយមន្តគាថារបស់គាត់ទៅចងព្យួរនឹងសសរក្រឡោងនៅក្នុងផ្ទះនោះហើយគាត់បានប្រាប់ម្ចាស់ផ្ទះថាត្រូវរក្សាក្រណាត់យ័ន្តនេះឲ្យបានល្អបំផុតកុំឲ្យរបូតចេញពីសសរក្រឡោងនោះទើបនៅក្នុងផ្ទះនោះមិនមានអ្វីមកយាយីក្រោយពេលចប់វិធីក៏ដល់ពេលដែលលោកតាណៃចាកចេញពីស្រុកនោះទៅស្នាក់នៅក្នុងស្រុកឯទៀតតាមការអញ្ជើញពឹងពាក់របស់អ្នកស្រុកដែលនៅទីនោះដូចគ្នាមុននឹងចាកចេញលោកតាណៃក៏បានប្រាប់ម្ចាស់ផ្ទះថាឲ្យរកពឹងពាក់គ្រូអាគមដែលមានឫទ្ធិអំណាចខ្លាំងក្លាដើម្បីជួយបង្ក្រាបកូនក្រក់ដែលតែងតែបង្កភាពចលាចលនៅក្នុងភូមិក្រោយប្រាប់រួចលោកតាណៃក៏បានធ្វើដំណើរដោយរទេះគោចាកចេញពីស្រុកនោះបាត់ទៅក្រឡេកទៅមើលលោកតាគង់ឯនោះវិញក៏បានបញ្ជាឲ្យកូនក្រក់ខ្មៅរបស់គាត់ហោះដោយអាចកំបាំងមកយកការអំពីការចាកចេញរបស់លោកតាណៃចាប់តាំងពីពេលនោះមកនៅក្នុងភូមិក៏ចាប់ផ្ដើមមានរឿងរ៉ាវចម្លែកជាច្រើនបានកើតឡើងដោយអ្នកខ្លះបានប្រទះឃើញមាន់ងាប់ទាងាប់ដោយគ្មានមូលហេតុហើយនៅក្នុងភូមិក៏តែងតែឮសូរសំឡេងឆ្កែលូជារៀងរាល់យប់ជួនកាលក៏បានឮសូរសំឡេងខ្លែងច្រាកយំជាញឹកញាប់ផងដែរគួរកត់សម្គាល់ណាស់តាមជំនឿរបស់ខ្មែរយើងសត្វខ្លែងច្រាកគឺជាបរិវាររបស់ពពួកអមនុស្សឬពពួកអំពើងងឹតបើវាយំនៅទីកន្លែងណាហើយប្រកាសជាមានរឿងអាក្រក់ដែលកើតឡើងនៅទីកន្លែងនោះពិតជាមិនខានតាក់ទងនឹងការងាប់មាន់ទានេះអ្នកស្រុកមិនដឹងអំពីមូលហេតុនោះទេដោយគេសង្ស័យថាវាជាស្នាដៃរបស់សត្វស្កាដែលរស់នៅតាមដងព្រៃក្បែរស្ទឹងនោះព្រោះសភាពសាកសពមាន់ទាទាំងនោះត្រូវបានបាត់តែគ្រឿងក្នុងតែប៉ុណ្ណោះចំណែកលោកតាគង់ក្រោយពេលបានចាញ់មន្តអាគមរបស់លោកតាណៃក្នុងយប់នោះមកគាត់មានចិត្តខឹងក្រោធជាខ្លាំងដោយបានខិតខំរៀបចំរៀនមន្តអាគមងងឹតបន្ថែមទៀតរៀងរាល់យប់គាត់តែងតែសម្លាប់មាន់ទារបស់អ្នកស្រុកដើម្បីយកគ្រឿងក្នុងរបស់វាមកបូជាវិធីរៀនមន្តអាគមខ្មៅរបស់គាត់រឿងរ៉ាវមួយនេះក៏សូមស្លេះតែត្រឹមប៉ុណ្ណេះសិនជួបគ្នានៅវីដេអូក្រោយទៀតដែលជាភាគបន្ត